នេះជាអ្វីនេះជាថ្នាំបន្សាបពីសកម្រិតកម្ពូសាក់ហិតម្ដងទៀតមើលហួងលៀនហួងប៉ៃហួងឈិននិងអស្ថតគោហួងទាំងនេះសុទ្ធតែជាអស្ថបន្សាបពីរដ៏ល្អបំផុតឯងបានរបស់ទាំងនេះមកពីណាបើលោកព្រមទទួលលីអូជាសិស្សខ្ញុំនឹងជូនរូបមន្តសម្ងាត់ជាច្រើនទៀតខ្ញុំមិនដែលក្បត់ពាក្យសន្យាទេចាប់ពីថ្ងៃនេះទៅលីអូគឺជាសិស្សរបស់ខ្ញុំហើយជាសិស្សចុងក្រោយផងលោកគ្រូសូមទទួលការគោរពពីសិស្សផងក្រោកឡើងចុះចាប់ពីថ្ងៃនេះទៅត្រូវខិតខំរៀនបើខ្ជិលខ្ញុំនឹងបណ្ដេញចុះពីភ្នំភ្លាមចាប់ពីថ្ងៃនេះទៅលីអូសូមផ្ញើជូនលោកគ្រូថែទាំហើយអរគុណលោកគ្រូបាននិយាយថាត្រូវរៀន3ឆ្នាំទើបចប់រាល់ពេលចូលឆ្នាំអាចត្រឡប់មកផ្ទះបានដល់ពេលនោះខ្ញុំនិងហ្វីននឹងធ្វើម្ហូបឆ្ងាញ់រងចាំឯងអញ្ចឹងខ្ញុំទៅហើយបងស្រីក្លូអ៊ីខ្ញុំនឹងនឹកបងកញ្ញាក្លូអ៊ីពិតជាអស្ចារ្យមែនសូម្បីតែលោកគ្រូពេទ្យអាចកំបាំងក៏ព្រមទទួលប្អូននាងជាសិស្សដែរតាំងពីស្គាល់នាងមកហាក់ដូចជាគ្រប់រឿងដែលនាងធ្វើសុទ្ធតែជោគជ័យយប់ងងឹតណាស់ភ្ញាក់ឡើងលោកសាការីភ្ញាក់ហើយឬខ្ញុំធ្វើរបស់នេះឲ្យលោកមីកញ្ចប់ក្តៅមួយចានញ៉ាំទៅកុំឲ្យផ្ដាសាយខ្ញុំមិនដែលឃើញតង់បែបនេះឬចានបែបនេះសោះវាធ្វើពីអ្វីនៅមានរឿងជាច្រើនទៀតដែលលោកមិនទាន់ដឹងបោះតង់កណ្ដាលភ្លៀងក្នុងព្រៃជាមួយបុរសសង្ហាម្នាក់គិតទៅក៏រ៉ូមែនទិកដែរស្ដាយតែបុរសសង្ហាម្នាក់នេះគ្រាន់តែជាអតិថិជនរបស់ខ្ញុំស្ដាយណាស់ភ្លៀងកំពុងធ្លាក់បើមិនអីចឹងទេពេលនេះផ្ទៃមេឃពោពេញដោយផ្កាយលោកសង្ហាចង់មើលផ្កាយទេងាយបំផុតនេះអស្ចារ្យពេកហើយក្លូអ៊ីតើនាងនៅមានអាចកំបាំងប៉ុន្មានទៀតដែលខ្ញុំមិនដឹងជាតិកន្លងមកបុរសណាដែលចូលចិត្តខ្ញុំសុទ្ធតែចង់បានលុយឬក៏ប្រើខ្ញុំធ្វើជាចណ្ដើរឡើងខ្ពស់មិនដែលឃើញបុរសណារំភើបព្រោះពន្លឺផ្កាយបែបនេះទេបរិយាកាសបែបនេះថាគាត់មួយក៏មិនអីដែរមែនទេម្ចាស់ទីបំផុតខ្ញុំរកលោកឃើញហើយហេតុអ្វីលោកសាការីមកដល់កណ្ដាលភ្នំជ្រៅបែបនេះឬមួយលោកបារម្ភថាខ្ញុំមានគ្រោះថ្នាក់ទើបតាមខ្ញុំមកលោកមិនដឹងទេតាមផ្លូវមកទីនេះលោកជួយលើកដាក់របស់ធ្ងន់រហូតពិតមាត់អូមិនឆ្ងល់ទេពេលខ្ញុំវង្វេងផ្លូវមានទាំងស្ពាននិងស្លាកសញ្ញាបង្ហាញផ្លូវទាំងអស់នោះជាការរៀបចំរបស់លោកសាការីកុំស្ដាប់គេអីខ្ញុំចង់សួរបន្តិចកញ្ញាក្លូអ៊ីតើកញ្ញាមានគូដណ្ដឹងហើយឬនៅគេចង់រៀបការជាមួយខ្ញុំឬមុនពេលម្ដាយខ្ញុំស្លាប់គាត់មិនដែលប្រាប់ថាខ្ញុំមានគូដណ្ដឹងទេសូម្បីតែឪពុកខ្ញុំនៅរស់ឬអត់ខ្ញុំក៏មិនដឹងដែរនេះជាឱកាសល្អអាចសួរពីគ្រួសាររបស់ William Miller បានឪពុករបស់នាងជាមនុស្សបែបណាខ្ញុំក៏មិនសូវដឹងអំពីគាត់ដែរឪពុកខ្ញុំចាក់ចេញពីផ្ទះ8ឆ្នាំមុនតាមដែលខ្ញុំដឹងគាត់គ្រាន់តែជាកសិករធម្មតាម្នាក់រកលុយបានតិចតួចហើយគោរពស្ដាប់ឪពុកម្ដាយខ្លាំងពេកដោយសារតែឪពុកខ្ញុំម្ដាយខ្ញុំប្អូននិងខ្ញុំត្រូវអត់ធ្មត់ទ្រាំលំបាកជាច្រើនអញ្ចឹងនៅក្នុងភូមិតើឪពុកនាងធ្លាប់តាក់ទងជាមួយមនុស្សក្រៅភូមិដែរឬទេមនុស្សក្រៅភូមិតាមដែលខ្ញុំដឹងគឺអត់ទេក្រុមឈីងស៊ុយក្រីក្រណាស់បើមិនមែនដោយសារសង្គ្រាមទេមនុស្សភាគច្រើនស្ទើរតែមិនដែលចេញពីភូមិពេញមួយជីវិតឪពុកខ្ញុំក៏មិនចាក់ចេញពីផ្ទះដែរមើលទៅនាងពិតជាមិនដឹងអ្វីអំពីឪពុករបស់នាងមែន
នេះអូនេះជូនខ្ញុំមែនឬខ្ញុំធ្វើសម្រាប់នាងតែម្នាក់គត់នេះពិតជារបស់មានតម្លៃខ្លាំងណាស់របស់មានតម្លៃមានន័យថាជារបស់ដ៏កម្រនិងមានតម្លៃបំផុតកញ្ញាក្លូអ៊ីនាងស្អាតណាស់ស្អាតជាងលើកមុនទៀតស្អាតជាងលើកមុនឬបើរឿងរបស់ William Miller មិនពាក់ព័ន្ធនឹងគ្រួសាររបស់គាត់ទេខ្ញុំគួរត្រឡប់ទៅរាជធានីដើម្បីរាយការណ៍វិញហើយ Fane River ខ្ញុំត្រឡប់មកវិញហើយបង Chloe បងត្រឡប់មកហើយបញ្ជីកណន័យឲ្យប៉ុន្មានថ្ងៃនេះខ្ញុំកត់ទុកបានច្បាស់លាស់អស់ហើយ Fane អាយុប៉ុណ្ណឹងសោះតែអាចកាន់បញ្ជីកណន័យឲ្យបានលម្អិតបែបនេះធំឡើងប្រកាសជាមានអនាគតឆ្ងាយជាការពិតហើយខ្ញុំនឹងក្លាយជាអ្នកគ្រប់គ្រងធំរបស់ជំនួញត្រកូល Miller របស់បង Chloe បង Chloe លេខ1ខ្ញុំលេខ2បង Chloe លោកនាយកសាលាបាននិយាយថាខ្ញុំអាចប្រឡងថ្នាក់ស្រុកបានហើយប្រឡងថ្នាក់ស្រុកនោះជាការប្រឡងជ្រើសរើសបណ្ឌិតមែនទេ River អាយុប៉ុណ្ណឹងសោះក៏អាចប្រឡងថ្នាក់ស្រុកបានហើយលោកនាយកសាលានិយាយថាទោះខ្ញុំមិនទាន់អាយុ12ឆ្នាំក៏ដោយចំណេះដឹងរបស់ខ្ញុំគ្រប់គ្រាន់សម្រាប់ការប្រឡងហើយមិនចាំបាច់ខ្ជះខ្ជាយពេលនៅសាលាឲ្យយឺតដល់អនាគតមន្ត្រីរបស់ខ្ញុំទេពូកែមែនប្រឡងថ្នាក់ស្រុកវាអាចទៅរួចដែរឬអាថការទៅវៃឡើងក្មេង River នោះគេនឹងទៅប្រឡងថ្នាក់ស្រុកវាអាចទៅរួចយ៉ាងម៉េចប្តីលោកខំរៀនជាច្រើនឆ្នាំហើយធ្លាក់ដល់3ដង River ទើបតែជិត12ឆ្នាំប៉ុណ្ណោះមិននឹងអាចប្រឡងថ្នាក់ស្រុកបាន Chloe កំពុងបោកប្រាស់លោកហើយច្បាស់ជានាងមិនខាននាងអប្រិយនោះនិងគ្រួសាររបស់នាងបានលួចយកសំណាងល្អទាំងអស់របស់ត្រកូល Miller ឪពុកមិនគួរព្រមបំបែកគ្រួសារតាំងពីពេលនោះទេបើមិនអីចឹង Chloe នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់យើងហើយនៅសុំបាយយើងស៊ីដដែលនាង Chloe នោះពោពេញដោយល្បិចកលអ្នកណាដឹងថាលិខិតនោះពិតឬคล้ายៗតើយើងពិតជាគ្មានវិធីដោះស្រាយនាងទៀតឬតើនៅមានវិធីអ្វីទៀត